ថ្ងៃនេះរឿងស្រស់ស្រាយបន្តិចហើយនេះម៉ែខ្ញុំទៅធ្វើការហើយបន្តិចទៀតចាំខ្ញុំមកវិញណាម៉ែខ្ញុំទៅតែ1 ម៉ោងទៅទេម៉ែខ្ញុំមកវិញហើយម៉ែស្ដាប់ការណែនាំពីលោកគ្រូពេទ្យណាម៉ែកូនថ្ងៃនេះជង្គង់ម៉ែមិនសូវជាឈឺដូចមុនទេឥឡូវម៉ែបានធូរហើយណាកូននិយាយចឹងការដែលចាក់ថ្នាំជង្គង់ហ្នឹងអត់ប៉ុន្មានទៅកូនអស់លុយច្រើនឬអត់ហ្នឹងកូនទេម៉ែកុំភ័យអីទោះបីតម្លៃច្រើនប៉ុណ្ណាកូនក៏ត្រូវតែមើលម៉ែនោះដែរខ្ញុំត្រូវតែឲ្យគ្រូពេទ្យព្យាបាលម៉ែឲ្យទាល់តែជាម៉ែកុំព្រួយបារម្ភអំពីលុយកាក់នោះអីពិតជាល្អណាស់ម៉ែតែងតែព្រួយបារម្ភម៉ែខ្លាចកូនអស់លុយច្រើនខំធ្វើការទាំងពីរអ្នកប្តីប្រពន្ធមិនសល់លុយអីបែរជាមើលតែម៉ែនឹងពុកទៅវិញអីទេម៉ែអ្វីនឹងល្អប្រសើរម៉ែនឹងជាឲ្យប្រញាប់ទៅផ្ទះយើងវិញណាម៉ែហើយចុះបងគេជួយចាញ់លុយខ្លះអត់ទេកូនពីព្រោះកូនអស់លុយច្រើនហើយបើបងមិនជួយចេញវាមិនល្អទេណាកូនបើមិនម៉ែនឹងទៅរកពួកគេទេម៉ែម៉ែកុំទេបងអីសោះគេឲ្យប៉ុណ្ណាប៉ុណ្ណឹងទៅម៉ែមិនបាច់ទេម៉ែមិនបាច់និយាយទេកុំឲ្យគេខឹងម៉ែស្អប់ម៉ែមិនចូលចិត្តម៉ែណាម៉ែនៅស្ងៀមទៅកូនមានលុយហើយចាំពេលណាកូនអត់កូនជាអ្នកនិយាយដោយខ្លួនឯង